ជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកនៅមូលហេតុ3យ៉ាងដែលនាំឲ្យយើងចាញ់បោកគេឬក៏ងាយធ្លាក់នៅក្នុងអន្លង់នៃការឆោបោករបស់អ្នកដទៃណាហើយការឆោបោកឬក៏អំពើឆោបោកនឹងគឺជាបញ្ហាសង្គមមួយដ៏រ៉ាំរ៉ៃជាបញ្ហាសង្គមមួយដ៏ធ្ងន់ធ្ងរដែលយើងត្រូវតែដោះស្រាយឲ្យបានឬក៏យើងត្រូវតែជៀសវាងឬក៏យើងត្រូវតែទប់ស្កាត់ពាក់ព័ន្ធនឹងការឆបោកឬក៏ពាក់ព័ន្ធនឹងការចាញ់បោកគេនេះឃើញកើតមានច្រើនមិនថានៅក្នុងប្រទេសកម្ពុជាយើងឬក៏មិនថាប្រទេសផ្សេងនោះទេឲ្យតែមានមនុស្សឲ្យតែមានប្រជាជនគឺតែងតែមាននៅអំពើឆបោកកើតឡើងជារឿងធម្មតាប៉ុន្តែពាក់ព័ន្ធនឹងការឆបោកហ្នឹងឬក៏ពាក់ព័ន្ធនឹងការចាញ់បោកគេនេះវាច្រើនតែកើតឡើងរវាងអ្នកដែលគាត់ស្គាល់គ្នាជិតស្និទ្ធឬក៏វាកើតឡើងរវាងអ្នករកស៊ីនិងអ្នករកស៊ីហើយជាពិសេសទៅទៀតនោះនៅក្នុងប្រទេសកម្ពុជាយើងអំពើឆបោកយើងតែងសង្កេតឃើញថាប្រជាពលរដ្ឋយើងច្រើនតែចាញ់បោកអ្នករកស៊ីធំដូចជាការចាញ់បោកអុកញ៉ាដែលគាត់រកស៊ីពាក់ព័ន្ធនឹងដីធ្លីឬក៏ការរកស៊ីនៅក្នុងមុខរបរអីផ្សេងៗដែលគាត់បានគៀងគរប្រជាពលរដ្ឋឲ្យដាក់ទុនរកស៊ីជាមួយនឹងគាត់ឲ្យយកលុយធនាគារយកលុយខ្ចីគេយកមកដាក់ទុនរកស៊ីដោយសន្យាថានឹងបានការប្រាក់1% 2% ឬក៏3%ឬក៏5%ក្នុងមួយខែប៉ុន្តែជាក់ស្ដែងការបានផលត្រឡប់ទៅវិញគឺវាមិនបានយូរអង្វែងនោះឡើយហើយនេះគឺជាអំពើឆបោកមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់ស្ថានភាពរស់នៅឬក៏ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើងមួយទៀតដែលរុញច្រានឲ្យប្រជាពលរដ្ឋខ្មែរយើងធ្លាក់នៅក្នុងវិបត្តិនៃបំណុលឬក៏វិបត្តិគ្រួសារដែលជាចុងក្រោយវាក្លាយទៅជាវិបត្តិសង្គមដ៏រ៉ាំរ៉ៃដ៏ធ្ងន់ធ្ងរមួយដែលរាជរដ្ឋាភិបាលពិបាកនឹងការដោះស្រាយឬក៏វាប៉ះពាល់ទៅដល់កិត្យានុភាពមុខមាត់របស់ប្រទេសកម្ពុជាវាធ្វើឲ្យអ្នកដែលគេចង់មករកស៊ីនៅក្នុងប្រទេសកម្ពុជារារែកឬក៏រាថយដោយសារតែអំពើឆបោកអីផ្សេងៗដែលកើតឡើងនៅក្នុងសង្គមកម្ពុជាយើងហ្នឹងហើយពាក់ព័ន្ធនឹងការឆបោកមួយទៀតយើងឃើញតែមានការឆបោកនៅតាមអនឡាញមានដូចជាការលេងហ្គេមឬក៏ការឆបោកតាមអនឡាញនេះគឺជាការឆបោកមួយវាទូលំទូលាយមែនទែនបងប្អូនទាំងអស់គ្នាហើយវាមិនមែនកើតឡើងមានតែក្នុងប្រទេសកម្ពុជាយើងទេវាបណ្ដាប្រទេសមួយចំនួននៅក្នុងអាស៊ីឬក៏ក្រៅពីអាស៊ីក៏មានអំពើឆបោកនេះកើតឡើងផងដែរព្រោះថាសង្គមកាន់តែរីកចម្រើនពិភពលោកកាន់តែទំនើបវិធីសាស្ត្រនៃការឆបោករបស់ជនទុច្ចរិតក៏វាកាន់តែជឿនលឿនទៅតាមនោះផងដែរហេតុនេះហើយបានជាយើងត្រូវតែមានការប្រុងប្រយ័ត្នឲ្យមែនទែនមុននឹងយើងធ្វើអ្វីមួយនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកនៅមូលហេតុមួយចំនួនដែលនាំឲ្យយើងធ្លាក់នៅក្នុងការចាញ់បោកអ្នកដទៃដែលមូលហេតុទី1នោះដោយសារតែយើងឆាប់ជឿគេពេកនៅពេលដែលយើងឆាប់ជឿគេពេកវានាំឲ្យយើងងាយធ្លាក់នៅក្នុងការលួងលោមរបស់អ្នកដទៃហើយអ្នកដែលអាចបោកប្រាស់យើងបានឬក៏អ្នកដែលយើងងាយនឹងការចាញ់បោកជាងគេគឺអ្នកដែលយើងជិតស្និទ្ធអ្នកដែលយើងស្គាល់អាចជាមិត្តភ័ក្តិសាច់ញាតិឬក៏បងប្អូនឯជាដើមអញ្ចឹងយើងកុំងាយនឹងការទុកចិត្តគេពេកទោះបីតែគេជាមិត្តភ័ក្តិក៏ដោយជាបងប្អូនក៏ដោយឬក៏ជាដៃគូរកស៊ីជាមួយគ្នាក៏ដោយយើងត្រូវចេះពិនិត្យមើលឲ្យបានច្បាស់លាស់កុំងាយតែជាសកុំងាយនឹងការជឿលើសម្បកក្រៅរបស់គេពេកព្រោះមនុស្សឥឡូវហ្នឹងប្រកែកនឹងការសម្ដែងណាប្រកែកនឹងការធ្វើឲ្យយើងមើលឃើញនៅសម្បកខាងក្រៅតែអស្ចារ្យប៉ុន្តែជាក់ស្ដែងទៅវាមិនអស្ចារ្យដោយអ្វីដែលយើងមើលឃើញអញ្ចឹងហើយបានជាមានពាក្យមួយគេលើកឡើងថាកុំវាយតម្លៃមនុស្សតែសម្បកក្រៅយើងត្រូវទៅចូលឲ្យចិត្តយើងត្រូវប្រើពេលវេលាឲ្យបានយូរក្នុងការសង្កេតនិងការវិភាគមើលបុគ្គលនោះឲ្យច្បាស់លាស់តើប្រវត្តិរបស់គេយ៉ាងណាតើការសិក្សារបស់គេយ៉ាងណាហើយតើ
កម្រិតនៃការយល់ដឹងរបស់គេឬក៏ credit កេរ្តិ៍ឈ្មោះរបស់គេនោះយ៉ាងណានៅក្នុងសង្គមអញ្ចឹងយើងកុំទាន់ដាក់ចិត្តជឿលើគេ100%ពេកគ្រាន់តែស្គាល់គេក្នុងរយៈពេលខ្លីឬក៏ស្គាល់គ្នាយូរយ៉ាងណាក៏ដោយព្រោះថាចិត្តមនុស្សវាតែងតែមានការប្រែប្រួលជានិច្ចអញ្ចឹងមានតែយើងរងចាំអឺពេលវេលាណាមួយដែលសមស្របសូមយើងសម្រេចចិត្តធ្វើការឬក៏សហការជាមួយគេអាការឆាប់ជឿពេកនាំឲ្យគ្រោះដល់យើងនឹងការឆាប់ទុកចិត្តគេពេកវានាំឲ្យបញ្ហាដល់យើងដែលមានការខាតបង់នៅទ្រព្យសម្បត្តិលុយកាក់ឬក៏ប៉ះពាល់ទៅដល់សុភមង្គលផ្ទាល់ខ្លួនអីជាដើមហើយមូលហេតុទី2គឺពាក់ព័ន្ធនឹងភាពលោភលន់នេះគឺជាសារជាតិមួយរបស់មនុស្សទាំងអស់គ្នានៅក្នុងពិភពលោកនេះដែលអ្នកណាក៏មានដែរអ្នកណាក៏គេចង់បានអ្នកណាក៏គេចង់មានដែរប៉ុន្តែបងប្អូនទាំងអស់គ្នាត្រូវដឹងថាភាពមានបានវាអត់មានផ្លូវកាត់ទេភាពមានបានក៏វាមិនមែនកាត់ឡើងតែមួយពេលឬក៏តែមួយយប់នោះឡើយគឺវាត្រូវការពេលវេលាវាត្រូវការប្រឹងប្រែងវាត្រូវការវិធីសាស្ត្រនិងការធ្វើឲ្យបានច្រើនដងវិធីសាស្ត្រនិងការប្រឹងប្រែងយ៉ាងមែនទែនវាអត់មានផ្លូវកាត់ណាដែលធ្វើឲ្យយើងមានលឿនឬក៏ឆាប់រហ័សឬក៏វិធីសាស្ត្រណាដែលអាចបានលុយមកដល់ងាយនោះទេមុននឹងយើងបានលុយខ្ទង់រយខ្ទង់ពាន់ខ្ទង់ម៉ឺនគឺវាទាមទារឲ្យយើងប្រឹងប្រែងវាទាមទារឲ្យយើងស៊ូវាទាមទារឲ្យយើងគិតគូរច្បាស់លាស់ណាស់វាប៉ុន្តែអ្នកដែលមានភាពលោភលន់គឺគាត់តែងតែចាញ់បោកគេដោយសារតែគេសន្យាថានៅពេលដែលរកស៊ីជាមួយគេទៅគេឲ្យផលប្រយោជន៍មកកម្រិតនេះកម្រិតនោះណាជាពិសេសគឺគេអាចសន្យាឲ្យយើងថាទទួលបាននៅផលប្រយោជន៍ច្រើនត្រឡប់មកវិញបងប្អូនទាំងអស់គ្នាត្រូវដឹងថាបើសិនជាគេពិតជាទទួលបានផលប្រយោជន៍ច្រើនដូចជាគេសន្យាជាមួយយើងមែនច្បាស់ជាគេមិនបបួលយើងទេច្បាស់ជាគេប្រមូលយកតែខ្លួនឯងច្បាស់តែគេនាំតែគ្រួសារឬក៏បងប្អូនគេទៅកើបយកតែម្នាក់ទៅក្រុមគ្រួសាររបស់គេនោះទេគេមិនអាចនៅចែករំលែកលុយកាក់ឬក៏ផលប្រយោជន៍នោះមកយើងនោះឡើយអញ្ចឹងយើងកុំមានភាពលោភលន់ឬក៏ចង់មានចង់បានទៅតាមការបញ្ចុះបញ្ចូលលួងលោមរបស់គេខ្លាំងពេកការចង់មានចង់បានដោយគ្មានហេតុផលលោភលន់ហួសមៀតហួសខ្នាតវាធ្វើឲ្យយើងងាយធ្លាក់នៅក្នុងផ្លូវវិនាសទ្រព្យសម្បត្តិឬក៏មានបញ្ហានៅក្នុងគ្រួសារឬក៏វិបត្តិនៅក្នុងសង្គមជាតិជាដើមហើយមូលហេតុទី3គឺដោយសារតែយើងខ្វះព័ត៌មានគ្រប់ជ្រុងជ្រោយនិងខ្វះការគិតពិចារណាឲ្យបានវែងឆ្ងាយនៅពេលដែលយើងខ្វះព័ត៌មាននឹងការពិចារណាឲ្យបានជ្រៅជ្រះឲ្យបានជ្រាលជ្រៅឲ្យបានជ្រៅជ្រះគឺនាំឲ្យយើងសម្រេចចិត្តខុសកាលណាដែលសម្រេចចិត្តខុសអាហ្នឹងគឺជាបញ្ហាដែលធ្វើឲ្យយើងខាតបង់មិនថាជាលុយកាក់ពេលវេលាទ្រព្យសម្បត្តិឬក៏ប៉ះពាល់ដល់ទំនាក់ទំនងនៅក្នុងគ្រួសារក៏មានផងដែរអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាពាក់ព័ន្ធទៅនឹងការធ្វើអ្វីមួយសូមបងប្អូនទាំងអស់គ្នាព្យាយាមប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយត្រូវការតាមដានត្រូវការវិភាគត្រូវការគិតពិចារណាឲ្យបានច្បាស់លាស់ពិចារណានឹងខ្លួនឯងហើយត្រូវគិតពិចារណាដោយខ្លួនឯងហើយអាចទៅពិភាក្សាជាមួយអ្នកណាមួយដែលយើងទុកចិត្តឬក៏ពិភាក្សាជាមួយនឹងប្តីប្រពន្ធឪពុកម្ដាយបងប្អូនឬនរណាមួយដែលគេមានការយល់ដឹងពាក់ព័ន្ធទៅនឹងកិច្ចការណាមួយដែលយើងនឹងប្រឹងសហការជាមួយគេឧទាហរណ៍តើតើនឹងគេសន្យាជាមួយយើងថានៅពេលដែលរោស៊ីជាមួយគ្នានៅពេលដែលយើងចាប់ដៃគូរោស៊ីរបរនេះជាមួយគេនឹងឲ្យផលចំណេញមកយើងឬក៏យើងនឹងទទួលបានផលចំណេញច្រើនក្នុងរយៈពេល1ឆ្នាំឬក៏2ឆ្នាំចំណុចនេះបើសិនជាយើងមិនច្បាស់លាស់ទេយើងត្រូវពិភាក្សាជាមួយឪពុកម្ដាយបងប្អូនមិត្តភ័ក្តិសាច់ញាតិឬក៏យើងត្រូវព្យាយាមប្រមូលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយជុំវិញការងារណាមួយដែលយើងមុននឹងសម្រេចចិត្តធ្វើឬក៏មុននឹងសម្រេចចិត្តបោះលុយបោះកាក់ទៅឲ្យគេតាក់ទងទៅនឹងបញ្ហានេះខ្ញុំសង្កេតឃើញថានៅក្នុងប្រទេសកម្ពុជាយើងមានបងប្អូនប្រជាពលរដ្ឋ
ខ្មែរជាច្រើនជាពិសេសនៅតាមទីជនបទដែលគាត់មានការរងគ្រោះដោយសារតែអំពើឆបោកពីសំណាក់អ្នកដែលគាត់រកស៊ីជាពិសេសដោយមានអង្គការមួយចំនួនដែលគាត់លួងលោមឬក៏រៀបចំជាប្រព័ន្ធនឹងការបញ្ចុះបញ្ចូលឲ្យបងប្អូនប្រជាពលរដ្ឋហ្នឹងយកលុយធនាគារមករកស៊ីជាមួយនឹងគាត់ដើម្បីចុងក្រោយគាត់ប្រមូលបានលុយរាប់លានដុល្លារហើយគាត់ក៏មិនបានឲ្យផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋត្រឡប់មកវិញហើយគាត់ក៏បានគ្មានដំណោះស្រាយទៅដល់ពួកគាត់ដោយជាក់លាក់ប៉ុន្តែអង្គការទាំងអស់នោះក៏យើងឃើញថាច្បាប់របស់ប្រទេសកម្ពុជាបានចាត់វិធានការដ៏សមស្របមិនមែនមានន័យថាឲ្យតែគេមានងារអង្គការមានងារឯកឧត្តមឬក៏គេរៀនសូត្រខ្ពង់ខ្ពស់នោះគេសុទ្ធតែមានចេតនាល្អឬក៏បំណងល្អមកលើយើងនោះឡើយយើងកុំទន់ជឿគេពេកយើងកុំលោភលន់ពេកយើងកុំខ្វះការពិចារណាអញ្ចឹងយើងត្រូវតែមានការប្រុងប្រយ័ត្នជាប់ចំណិចលុយនៅក្នុងអប៉ាវខ្លួនឯងវាប្រសើរលុយនៅក្នុងអប៉ាវរបស់អ្នកដទៃលុយនៅក្នុងកង់ធនាគាររបស់ខ្លួនឯងវាប្រសើរយើងបោះបាញ់លុយទៅចូលទៅក្នុងកង់ធនាគាររបស់អ្នកដទៃពុះតលុយវាពិបាករកណាស់បងប្អូនទាំងអស់គ្នាយើងកុំចេះតែឲ្យអ្នកដទៃខ្ចីឬក៏យើងកុំចេះតែជឿការលងលោមដោយសារតែគេមានងារអង្គការដោយសារតែគេមានងារឯកឧត្តមដោយសារតែគេរកស៊ីមុខរបរច្រើនឬក៏ដោយសារតែគេរៀនសូត្រដល់កម្រិតថ្នាក់បណ្ឌិតខ្ពង់ខ្ពស់មានមុខមាត់នៅក្នុងសង្គមយើងអាចស្គាល់មុខមាត់គេបានប៉ុន្តែយើងអាចស្គាល់ចិត្តគំនិតគេឬក៏សាវតារបស់គេច្បាស់លាស់នោះឡើយរឿងដែលមុននឹងយើងចំណាយឬក៏យើងសហការជាមួយបុគ្គលណាមួយយើងត្រូវតែឲ្យច្បាស់លាស់ហើយជឿជាក់ដល់ខ្លួនឯងប៉ុន្តែតកតងទៅនឹងបញ្ហានេះដែរបងប្អូនទាំងអស់គ្នាយើងមិនគួរធ្វើអ្វីមួយដោយយកភាពលោភលន់ឬក៏យកការជឿជាក់ជាធំនោះឡើយយើងត្រូវតែយកភាពច្បាស់លាស់យកបញ្ញាយកសតិសម្បញ្ញៈរបស់ខ្លួនឯងថាច្បាស់លាស់កម្រិតណានឹងការរកស៊ីជាមួយគេច្បាស់លាស់ប៉ុណ្ណានឹងការសហការជាមួយគេមនុស្សឥឡូវនេះបងប្អូនទាំងអស់គ្នារឿងអីក៏ហ៊ានធ្វើដែរឲ្យតែបានផលប្រយោជន៍មិនខ្លាចនឹងការឆបោកឬក៏ពេលខ្លះមិនខ្លាចគុកច្រវាក់នោះឡើយដោយបងប្អូនទាំងអស់គ្នាបានឃើញស្រាប់ហើយព័ត៌មានដែលចុះផ្សាយប្រងព្រាតមិនថាជារឿងរ៉ាវឆបោកនៅក្នុងស្រុកខ្មែរឬក៏មិនថាជារឿងរ៉ាវឆបោកនៅក្នុងបណ្ដាប្រទេសផ្សេងៗនោះឡើយគឺមនុស្សទាំងអស់នោះគឺតែងតែរកវិធីសពបែបយ៉ាងដើម្បីបោកប្រាស់យកលុយកាក់របស់យើងធ្វើម៉េចឲ្យយើងជឿជាក់ធ្វើម៉េចឲ្យយើងផ្ដល់លុយផ្ដល់កាក់ឲ្យគេអញ្ចឹងចំណុចនេះយើងត្រូវតែមានការសិក្សាយើងត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់សង្គមកាន់តែទំនើបយើងកាន់តែប្រុងប្រយ័ត្នយើងត្រូវតែមានការយល់ដឹងឲ្យបានច្រើនផងដែរតកតងទៅនឹងការឆបោកនឹងបងប្អូនទាំងអស់គ្នាខ្ញុំគិតថាប្រទេសណាក៏វាមានដែរអំពើឆបោកប៉ុន្តែគ្រាន់តែថាប្រជាពលរដ្ឋប្រទេសខ្លះគាត់មានការយល់ដឹងច្រើនអញ្ចឹងគាត់អាចមានវិធីក្នុងការទប់ទល់វិធីក្នុងការទប់ស្កាត់ខ្លួនឯងកុំឲ្យធ្លាក់នៅក្នុងការបោកប្រាស់របស់អ្នកដទៃគិតតែប្រទេសខ្លះប្រជាពលរដ្ឋគាត់មិនសូវមានការយល់ដឹងអញ្ចឹងវាងាយរងគ្រោះក្នុងអំពើឆបោករបស់ជនទុច្ចរិតបងប្អូនទាំងអស់គ្នាតកតងទៅការឆបោកនេះគឺជាបញ្ហាមួយដែលវាកើតឡើងមកលើយើងទាំងអស់គ្នារាល់ពេលដែលយើងធ្វេសប្រហែសរាល់ពេលដែលយើងមិនយកចិត្តទុកដាក់ឬក៏រាល់ពេលដែលយើងឆាប់ជឿឆាប់ទុកចិត្តគេពេកនៅក្នុងវីដេអូនេះខ្ញុំសូមបកស្រាយតែប៉ុណ្ណឹងពាក់ព័ន្ធនឹងមូលហេតុនៃការចាញ់បោកគេបើសិនជាបងប្អូនទាំងអស់គ្នាមានមូលហេតុណាមួយផ្សេងក្រៅពីនេះសូម comment នៅក្នុងវីដេអូខាងក្រោមនេះឲ្យខ្ញុំបានដឹងផងហើយមួយទៀតសូមបងប្អូនទាំងអស់គ្នាជួយ Subscribe នៅ Channel YouTube ខ្ញុំផងដើម្បីមានឱកាសទទួលបាននៅវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណសូមជម្រាបលាបាយបាយ